bà chẳng vượt một chục nên là vẹn trong còi về mặt bà vẹn trong còi này tôi tên hay chuyên bán chìa hai cứ tẹt tông bánh hai chấm nuôi một thoa sầm lạp ở chuyên cây cỏ bàn tay môn đang chấm điệp chuyên ở bờ miền nước nhầm sông chấm điệp chuyên ở xa clay sắn ở xa tại bờ rọt bảo dương miền công wall khát là mấy chấm điệp chuyên bờ miền đó nạn được nom khăn lư bán chìa cho bờ miền bát bờ miền tìm môi nước cứ bánh hà plau bà plau đâu plau bị chấm cá đông bị spiên đây tới chấm cá đông và cứ đó chất sala khăn đằng cao đang tầm đó chiêu giá men chết đấy tul mục sala khăn đằng cao đang tầm đó cứ tây ta hơi vậy lâu ní cứ bạn này tha còn lúc cứ lan trôi không nâng ban mà bà trôi tôi rồi ngâm nó không nâng ban lẹt luôn ban mà bà chẳng ai lâu ní plau tới chấm cá đông nó cứ bị bạn maintain xong oi khang sala krong chui mưa plau nâng phong hay là mỗi việc plau tàu cái lạnh chương ai cái lạnh cái tàu cầm san tàu tu sana lạnh mà chạm một đôi chương ai cà phê là bọp không ai có hòm nó tiết nè bà hay đọc plau lăng đang ở miền bàn mưa xó bà giang hỏi bằng phốt có thằng do cru có hòm do đây ấy mà chạ đâu mà mình pin khá tao bà lên bùi nó múc ở sala khăn nâng tầm món là tết múc sala khăn múc ở lạnh peli nâng tầm món tết mong bà rư mũi bà sân về khăn ọt miền lưới còn chun tầm năng từ khăn krong ở chui lụp ở trù tịch tết này bà tay cột lục lăng pê bà hai mình trăm tập nắng ấy nó lâu nâu chấm nói môi tiết nâu ở chất cho mò chúc từng miền tây cái lại lâu bầm bay từ khang mũi từ khang lâu về israel môi tiết lâu một khang chỉ cả đô nâng tầm đó cứ nợ cái lại cạnh một khang chỉ cả đô nữa và cạnh một spiên đây nhá lại cho mò chúc cái lại cho nó cứ tết bằng mục với chú poster miền tây nâng tầm đó tết mà mình mồm đặc tết thầm nó cứ còn lúc vô mền tên mà bạn ấy vậy để còn ở trong sùng nông phố ở hàng sala krong bàn chip ở bờ miền plau môi chấm luôn đây ta tư tay lên bao tàu cao đấy sông chặt đây lục hòn và bạn đang tê gọi là phù peli chia là đầu phliêng nhưng đằng hai thà về class chặt tàu về ba về cái vùng tập phliêng bàn tay cái này class bờ sân gì ọt chạ về tàu ọt rúi tàu mong và chẳng chui sầm rùa tinh phong hàng sala krong và ní hàng công võ đã bảo về chiều rốt còn bàn phơi đầm ná rồi hái prap một hàng mì hai môi tiết pô rốtនៅក្នុងទីក្រុងភ្នំពេញបានស្នើសួរទៅខាងអគ្គិសនីកម្ពុជាថាប្រហែលថ្ងៃនេះហេតុអីបានជាអគ្គិសនីកម្ពុជាងាកដាច់បិទបើកបាទគាត់សួរអញ្ចឹងបាទព្រោះគាត់ចង់ដឹងថាព្រោះកាលណាភ្លើងវាដាច់បើកបងបិទបងបើកមិនដឹងជារឿងអីអញ្ចឹងគួរណាស់តែខាងអាជ្ញាធរអគ្គិសនីបាទអគ្គិសនីកម្ពុជាគាត់ថាជូនដំណឹងថារឿងបិទបើកនឹងដោយសារអញ្ចេះបាទគាត់ថាបិទបើកញឹកពេកអញ្ចឹងបាទហើយមួយទៀតមកពីខាងអូនេះរឿងតើទៅដល់ហើយរឿងខ្លះដែលយើងមិនអាចជាសារខ្លីបានតើទៅដល់នឹងបានបាទឥឡូវយើងបញ្ចប់រឿងសារប៉ុណ្ណឹងហើយយើងងាកមកមើលជំនួយកាលពីចុងសប្តាហ៍មុននេះខ្ញុំបានទៅនាំយកនៅជំនួយខ្លះទៅដល់លោកយាយលោកពូលោកតាលោកមីងដែលគាត់ក្រីក្រនៅឯតំបន់ជនបទបាទខ្ញុំបានទៅដល់នៅក្នុងស្រុកអង្គស្នួលខេត្តកណ្ដាលទេតែជាប់ព្រំបន្ទល់ជាមួយនឹងខេត្តកំពង់ស្ពឺបាទលោកយាយម្នាក់ហ្នឹងគឺគាត់ទីទាល់ក្រខ្លាំងមែនតែនពេលដែលខ្ញុំទៅដល់គឺយកអង្គទៅដល់ផ្ទះរបស់គាត់ហ្នឹងគឺគាត់យំតែម្ដងដោយសារតែគាត់យំហើយយំស្រែកឃ្លានណាស់គាត់អត់មានអីពិសាបាទអញ្ចឹងខ្ញុំពេលនោះខ្ញុំបានយកអង្គហើយនឹងខោអាវហើយបានទៅដល់នឹងផ្ទះរបស់គាត់ពេលទៅដល់គោលដៅនោះខ្ញុំទៅជួបជាមួយគាត់ដឹងថាផ្ទះរបស់គាត់យ៉ាងម៉េចហើយគាត់អត់យ៉ាងម៉េចបាទនេះជាទស្សនវិជ្ជាជាក់ស្ដែងដែលយើងបានទៅដល់គោលដៅនោះតែម្ដងអញ្ចឹងជំនួយរបស់ប្រិមិត្តរបស់យើងដែលបានផ្ដល់តាមរយៈហងមាសដែលយើងបានយកទៅដល់គោលដៅនេះគឺឲ្យទៅដល់អញ្ចឹងបាទអញ្ចឹងយើងថាតើមុនពេលដែលយើងបានទៅដល់យើងបានជួបជាមួយនឹងក្រុមការងាររបស់យើងឲ្យទៅដល់គោលដៅមើលថាតើគាត់អត់មែនឬអត់មែនបាទនេះជាទស្សនវិជ្ជានៅក្នុងផ្ទះរបស់គាត់បាទផ្ទះរបស់គាត់ហ្នឹងគឺនៅលហែកពីមុខលហែកពីក្រោយគាត់ត្អូញត្អែពីការលំបាកអញ្ចឹងពេលដែលជំនួយរបស់យើងបានទៅដល់គាត់
សบายចិត្តមែនទែនហើយអញ្ចឹងខ្ញុំក៏ត្រូវជម្រាបជូនប្រជាពលរដ្ឋដែលបានទៅទស្សនាទៅមើលមិនមែនទៅទស្សនាទៅមើលពេលដែលឃើញហងមាសទៅដល់នោះខ្ញុំថាជំនួយទាំងអស់នេះគឺជាជំនួយរបស់ប្រជាពលរដ្ឋរបស់ខ្ញុំដែលគាត់ទស្សនាហងមាសគឺបងប្អូនខ្មែរនៅខាងក្រៅប្រទេសនៅអាមេរិកនៅកាណាដានៅអូស្ត្រាលីនៅប្រទេសផ្សេងរួមជាមួយនឹងប្រជាពលរដ្ឋរបស់ខ្ញុំនៅក្នុងស្រុកបាទដែលគាត់មានជីវភាពធូរធារខ្លះហ្នឹងគាត់ចែករំលែកតាមរយៈការធ្វើបុណ្យគឺគាត់យំដោយសារតែគាត់ត្អូញពីរឿងឃ្លានណាកូនទៅរកក្តាមរកខ្យងបាទដល់កូនទៅរកក្តាមរកខ្យងហើយនៅយាយម្នាក់ឯងលោកយាយនេះគឺឈ្មោះលោកយាយសាវអាយុ86ឆ្នាំទៅហើយគាត់រស់នៅក្នុងភូមិឈើទាលឃុំព្រៃពូជស្រុកអង្គស្នួលខេត្តកណ្ដាលបាទអញ្ចឹងនៅទីនោះពេលពលរដ្ឋគាត់បានមកទស្សនាមកជួបមួយខ្ញុំនៅផ្ទះរបស់គាត់ហ្នឹងគាត់ថាអូយគាត់រងចាំយូរហើយនៅពេលដែលឃើញលោកយាយគាត់អត់អញ្ចឹងគាត់ឃើញហងមាសមកដល់គាត់សប្បាយចិត្តមែនទែនបានន័យថាគឺគាត់បានជួយសង្គ្រោះលោកយាយចាស់ម្នាក់ទៀតហើយដែលគាត់កំពុងតែដង្ហោយហៅរកជំនួយនេះបាទនេះដូចជាមានទាំងមានទាំងអាវមានទាំងសរងជូនលោកយាយបាទដោយសារគាត់ខ្វាក់ទាំងពីរបាទគាត់ខ្វាក់ទាំងពីរបាទមើលអត់ឃើញទេហើយកូនគាត់មួយណាបាទកូនគាត់4នាក់នេះអ្នកនៅចិត្តខាងហើយខ្ញុំជំនួយទាំងអស់នោះមានខ្លះដែលខ្ញុំអត់ទាន់បានផ្សាយជូននៅឈ្មោះជំនួយដែលគាត់បានជួយនឹងមួយលោកស្រីពូសត្យាសតានិងស្វាមីឧបត្ថម្ភចំនួន 80000 រៀលបាទឲ្យមួយទៀតអ្នកស្រីតែអៀងងីមបាទនៅប្រទេសស្វីសបាទ$100សហរដ្ឋអាមេរិកបាទហើយបន្ទាប់មកទៀតគឺលោកប៉ែនសារ៉េនបាទជាបុគ្គលិកនៅកាស៊ីណូ Holiday ប៉ោយប៉ែតបាទឧបត្ថម្ភចំនួន40000រៀលបាទអ្នកមីងសសុផលនិងស្វាមីលោកឈ្មោះលោកអេងអឿនបាទ100,000រៀលគាត់នៅប៉ោយប៉ែតនៅសរុបទាំងអស់140,000រៀលបាទហើយបន្ទាប់មកទៀតលោកសាយកឹមសេតបាទនិងអ្នកស្រីគុណណារីរស់នៅសហរដ្ឋអាមេរិកព្រមទាំងបុតសរុបទាំង$50អ្នកស្រីឡៅពៅរស់នៅភូមិស្រុកកំណើតរបស់គាត់រស់នៅភូមិឫស្សីស្រុកឃុំខ្ពបស្រុកស្អាងខេត្តកណ្ដាលប៉ុន្តែបច្ចុប្បន្នអ្នកស្រីរស់នៅសហរដ្ឋអាមេរិកឧបត្ថម្ភសម្រាប់ជនក្រីក្រចំនួន$50សហរដ្ឋអាមេរិកបាទហើយអ្នកមីងដែលគាត់នោះមានឈ្មោះហើយយើងផ្សាយហើយគាត់ឧបត្ថម្ភចំនួន$110នេះខ្ញុំបានទទួលហើយកាលពីម្សិលមួយថ្ងៃថាលុយដែល$110ហ្នឹងទទួលបានហើយនៅខ្ញុំបានទទួលហើយអ្នកមីងពេលទទួលហើយយកអាលុយហ្នឹងទៅទិញរបស់ភ្លាមយកឲ្យលោកយាយនេះកំពុងឲ្យចែកនេះបាទហើយនឹងអ្នកមីងលោកពូដែលឧបត្ថម្ភមកតាមរយៈហងមាសហ្នឹងគឺផ្ញើនៅខាងអូឡ িম্প ិកហ្នឹងមិនទាន់បានទៅយកទេប៉ុន្តែគេបានប្រាប់ទៅឲ្យទៅយកហើយចាំមើលថ្ងៃនេះឲ្យសាលាទៅយកថា$300សម្រាប់មូលនិធិជនក្រីក្របាទអញ្ចឹងហើយក៏សូមអរគុណចំពោះទូទស្សនិកជនដែលបានទស្សនាហងមាសហើយផ្ដល់តាមរយៈហងមាសគឺផ្ដល់ជាជំនួយមានខោមានអាវមានសម្លៀកបំពាក់ច្រើនណាខ្ញុំយកទៅឲ្យចែកប្រជាពលរដ្ឋគាត់នៅទីនោះតែម្ដងបាទអញ្ចឹងក្រៅពីនេះក៏យើងបានធ្លាយទៅដល់ខាងទឹកដីខេត្តកំពង់ស្ពឺបាទទឹកដីខេត្តកំពង់ស្ពឺឯនោះវិញគឺខ្ញុំជួបជាមួយនឹងលោកយាយម្នាក់គឺគាត់នៅជាមួយនឹងចៅម្ដាយបានស្លាប់បាត់ទៅហើយបាទអញ្ចឹងខ្ញុំពេលដោយសារទៅដល់នោះអត់ទាន់បានយកជំនួយទៅដល់ឲ្យចែកនេះអស់ហើយដល់ឃើញជាក់ស្ដែងអត់មានអស់របស់ចែកបាទដោយសារតែខ្ញុំមាននៅស្ថានីយ៍នៅមានឡើយអត់ទាន់អស់ទេតែដោយសារតែយើងចែកនៅទីនោះអស់ទៅអញ្ចឹងអត់មានអញ្ចឹងចែកឲ្យតាមអ្វីដែលយើងមានសិនប៉ុន្តែយើងបានសន្យាថានឹងឲ្យគាត់នៅចុងសប្តាហ៍នេះបាទនៅខាងចិត្តព្រៃផ្ដៅហ្នឹងបាទចិត្តអូក្រាំងបាល់នៅក្នុងស្រុកសំរោងទងខេត្តកំពង់ស្ពឺបាទអញ្ចឹងជំនួយហ្នឹងយើងនឹងទៅដល់ថ្ងៃចុងសប្តាហ៍ហ្នឹងបាទហើយក្រៅពីនេះយើងក៏បានយកជំនួយជាទឹកសុទ្ធបាទដោយសារតែក្រុមហ៊ុនអង្គរ
ក្រុមហ៊ុនស្រាបៀរអង្គរដែលបានផ្ដល់ទឹកសុទ្ធមកតាមរយៈហងមាសចំនួន 5000 កែសនេះគឺយើងបានផ្ដល់ទៅឲ្យខាង PM ផ្ទៃប្រទេសរួចទៅហើយបាទរួចក៏យើងបានផ្ដល់មកឲ្យខាង PM ក្រុងបាទនៅ PM ក្រុងដែលយើងបានផ្ដល់ដែលចំនួនទឹកបរិសុទ្ធម៉ាកអង្គរ Puro បាទអង្គរ Puro ចំនួន 1000 កែសដល់កងរាជអាវុធហត្ថក្រុងភ្នំពេញដោយឯកឧត្តមរដ្ឋស្រៀងគាត់បានមកទទួលហើយបានទទួលខាងអង្គរនេះតំណាងអង្គរនេះគេបានទទួលនៅលិខិតថ្លែងអំណរគុណរបស់ PM ក្រុងបាទឯកឧត្តមរដ្ឋស្រៀងក៏បានថ្លែងអំណរគុណចំពោះខាងក្រុមហ៊ុនអង្គរដែលតាមរយៈហងមាសដែលបានផ្ដល់ចំនួន 1000 កែសនេះបាទដោយសារតែខាងកងកម្លាំងប្រដាប់អាវុធនេះកំពុងខ្វះផងឥឡូវនេះទទួលបានហើយបាទអញ្ចឹងយើងបានផ្ដល់នៅទឹកសុទ្ធចំនួន 1000 កែសនេះដល់ខាង PM ក្រុងបាទដោយលោកឯកឧត្តមរដ្ឋសៀងគាត់បានមកទទួលនឹងបាទមកក្នុងមួយកែសវាសរុបទាំងអស់សិលាវា12 ដបអាប្រភេទដបធំបាទយើងបានបញ្ចប់នៅឲ្យទៅខាង PM ក្រុងចំនួន 1000 កែសហើយយើងបានបន្តនៅឲ្យមកខាងគុកព្រៃសរប៉ូលីសប្រចាំនៅគុកព្រៃសរចំនួន 1000 កែសដែរបាទពេលនោះគឺចំនួនទឹកសុទ្ធទាំងអស់នោះគឺយើងទាំងអស់ 5000 កែសបាទអញ្ចឹងឥឡូវនេះយើងបានមកដល់ផ្ដល់មកឲ្យខាងគុកព្រៃសរនេះខាងក្រុមខាងអ្នកទោសណាខាងតនដិតដែលគាត់មានទោសតនរបស់គាត់ចិត្តដល់ថ្ងៃចេញទៅហើយបាទចិត្តដល់ថ្ងៃចេញទៅហើយមកជួយលើកអីវ៉ាន់នឹងចេញមកដល់នៅកន្លែងគុកនឹងតែម្ដងបាទតាមរយៈនេះខាងប្រធានគុកព្រៃសរនិងឯកឧត្តមខាងនាយកដ្ឋានពន្ធនាគារនេះក៏បានមកទទួលចំពោះទឹកសុទ្ធនេះអញ្ចឹងក្នុងចំណោមទឹកសុទ្ធនេះគឺយើងបានផ្ដល់ទៅឲ្យខាងនគរបាលប្រចាំពន្ធនាគារព្រៃសរផងហើយផ្ដល់ជូនទៅដល់ក្រុមអ្នកទោសដែលបានជាប់ទោសនៅពន្ធនាគារហ្នឹងបាទខ្ញុំពេលនោះខាងលោកប្រធានពន្ធនាគារនោះគាត់បាននាំខ្ញុំចូលទៅមើលទស្សនវិជ្ជានៅក្នុងពន្ធនាគារហ្នឹងគឺអ្នកទោសចំនួនប្រមាណជាង 3000 នាក់បាទជាង 3000 នាក់ឥឡូវនេះទីធ្លានៃពន្ធនាគារនេះថាស្ទើរតែពេញទៅហើយបាទអត់មានកន្លែងដាក់ហើយនៅខាងក្នុងហ្នឹងខ្ញុំសិលាខ្ញុំទៅជាភ្ញាក់ព្រោះនៅក្នុងហ្នឹងគេមានកន្លែងលេងបាល់បាទគេមានកន្លែងលក់ដូរទីផ្សារបាទវាមានកន្លែងសម្រាប់ឥឡូវនេះពងតែធ្វើវត្តមួយនៅក្នុងគុកហ្នឹងតែម្ដងដើម្បីឲ្យក្រោយពេលដែលអ្នកតនដិតទាំងឡាយចិត្តដល់ចេញគឺគេកែប្រែបាទគេកែប្រែហើយរួចហើយទៅប្រណិប័តធរដែលគេថាសម្រួមកាយឈប់ប្រព្រឹត្តបទល្មើសដែលសង្គមស្អប់ខ្ពើមនឹងតទៅទៀតបាទអញ្ចឹងក៏យើងឃើញថាអ្នកទោសខ្លះដែលគាត់បានជាប់នៅទីនោះគាត់បានថ្លែងអំណរគុណហើយឃើញខ្ញុំគាត់សប្បាយចិត្តហើយខ្ញុំថាតែនៅក្នុងនោះអត់មានទូទស្សន៍មានដែរមើលទូទស្សន៍ដែរនៅក្នុងនោះថាដល់ពេលឃើញអូហងមាសមកហើយអ្នកទោសបាទខ្ញុំទៅគេមើលទូទស្សន៍ដែរបាទលើកលែងតែខាងធ្ងន់ណាតែអ្នកស្រាលគេកែលម្អនេះគឺកែលម្អខ្លួនហ្នឹងគឺគេបានកែទៅជាមនុស្សល្អវិញហើយមិនមែនគិតថាអ្នកទោសសិតតែអ្នកអាក្រក់ពេលដែលជាប់ហើយគេនឹងកែខ្លួនកែអត់កើតទេបាទអញ្ចឹងសូមឲ្យកែទៅអញ្ចឹងបាទជៀសវាងកុំឲ្យយើងប្រព្រឹត្តបទល្មើសអីគេកើតឡើងសង្គមគេស្អប់ខ្ពើមបាទនេះជាទឹកសុទ្ធដែលយើងបានផ្ដល់ទៅខាងគុកព្រៃសរប៉ុន្តែយើងនៅ1000 កែសទៀតបាទ1000 កែសទៀតយើងនឹងត្រូវរកទីតាំងថាតើយកទៅដាក់កន្លែងណាអត់ទាន់បានកំណត់ថាយកទៅដាក់កន្លែងណាឡើយទេព្រោះយើងនៅឡើយបាទត្រូវទៅចែកតែជួយអត់ប្រាប់មុនចាំដល់ថ្ងៃទៅប្រាប់មកបាទហើយមួយទៀតក៏សូមថ្លែងអរគុណចំពោះប្រិយមិត្តរបស់យើងបានទូរស័ព្ទមកខ្ញុំប៉ុន្តែក្រោយមកខ្ញុំរវល់អត់បានទទួលឲ្យខាងសហការីយើងទទួលមានឯកឧត្តមលោកអង្គញាណាទេខ្ញុំអត់បានស្គាល់ឈ្មោះតែគាត់មានលេខទូរស័ព្ទទុកឲ្យខ្ញុំគាត់ថានឹងជួយទៅសម្រាប់អ្នកក្រីក្រណាឃើញផ្ទះខ្ទមតូចគាត់នឹងជួយជាផ្ទះប្រហែលជា10ផ្ទះ
បាទចំនួន10ផ្ទះអញ្ចឹងគាត់សុខចិត្តថាទៅជាមួយយើងនឹងតែម្ដងបាទទៅដល់ឃើញថាតើពេលពិតប្រកបឬអត់ប៉ុន្តែឥឡូវនេះខ្ញុំសូមនឹងជម្រាបជូនទៅលោកអញ្ញាឬក៏ឯកឧត្តមបាទឬក៏ប្រជាពលរដ្ឋរបស់យើងដែលគាត់ជាអ្នកធ្វើបុណ្យផ្ទះដែលកូន5នាក់ដែលអត់ម្ដាយឪពុកនេះខ្ញុំក៏លេចឃើញពួកដោយសារថាផ្ទះហ្នឹងវាជិតរលំទៅហើយបាទនៅតែលំទៅហើយអញ្ចឹងគ្នាមិនដឹងជាទៅនៅណានៅតែកូន5នាក់ឲ្យរញងអត់មានម្ដាយឪពុកតតែសោះបាទអញ្ចឹងខ្ញុំនឹងត្រូវទៅមើលគ្នាដើម្បីថាតើត្រូវបើសិនជាយើងមានលទ្ធភាពលុយប្រមាណយើងយកអត្តសល្មមទល់ឲ្យតែត្រង់សិនទៅបាទឲ្យតែត្រង់ដល់ទៅមើលទៅលេចផ្អៀងទៅតែដេកទៅក្បាលចុះទៅក្រោមដែរយើងមើលទៅតែបន្តិចគឺដួលទេបាទហ្នឹងហើយខ្ញុំទៅមើលហើយហាងសេឡាមានបានសួរទេចំពោះឆ្នាំដែលឲ្យនាងម្នាក់ដែលលេបមិនដឹងជាយ៉ាងម៉េចទៅហើយដែលទឹកនោមប្រាយនោះបាទនៅចាស់នៅពុំមានគេអ្នកសួរមកខ្ញុំអញ្ចឹងហើយបានគេខ្ញុំថានៅពេលដែលខ្ញុំយកជំនួយទៅដល់អញ្ចឹងចាំខ្ញុំប្រាប់ជូនជំរាបជូនទៅផ្ទះនៃជនវិញហើយសម្រាប់ប្រជាពលរដ្ឋរបស់យើងដែលនៅក្នុងទីក្រុងភ្នំពេញក៏ដូចជានៅក្រៅប្រទេសក៏នៅតែទូរស័ព្ទមកខ្ញុំដើម្បីផ្ដល់ជំនួយមកដែរប៉ុន្តែជំនួយខ្លះក៏នៅតែមិនទាន់បានទៅយកបាទដូចមីងខ្ញុំនៅទួលសង្កែអញ្ចឹងឲ្យអង្គផងខោអាវផងនៅតែអត់បានទៅយកបើរវល់ពេញលោកពូផាតអើយសូមអធិស្ឋានទាន់បានទៅយកហីចុះទៅយកថ្ងៃនេះហ្នឹងទៅកុំឲ្យយូរពេកព្រោះត្រូវទៅចែកបាទអញ្ចឹងនៅចុងសប្តាហ៍នេះយើងនឹងទៅតាមខេត្តហើយលោកយាយនៅឯខាងតកែវដែលយើងឲ្យថ្ងៃមុននោះក៏មានជំនួយរបស់ប្រិមិត្តរបស់យើងយកទៅឲ្យខ្ញុំនឹងឲ្យគេយកទៅថ្ងៃហ្នឹងសប្តាហ៍ហ្នឹងព្រោះយើងថ្ងៃប្រហែលថ្ងៃមុនយើងសម្រាប់ណាបាទអញ្ចឹងជាចុងបញ្ចប់សូមអរគុណចំពោះទូទាំងអ្នកជនដែលបានផ្ដល់ជំនួយមកតាមរយៈហងមាសដែលយើងតែងតែនៅចុងសប្តាហ៍យើងបានយកជំនួយទាំងនេះទៅដល់ជនក្រីក្រពិតប្រាកដនៅឯមូលដ្ឋានតែម្ដងហើយសូមជម្រាបផងដែរសម្រាប់អ្នកដែលមកដល់ស្ថាននេះគឺខ្ញុំគ្មានជំនួយទេបាទជំនួយដែលគេផ្ដល់មកនេះគឺនៅពេលដែលខ្ញុំទៅដល់ខេត្តណាទៅដល់ទីកន្លែងណាគឺមានជំនួយគេយកឲ្យតាមផ្លូវនៅទីនោះទេបាទតែឲ្យតាមមកខ្ញុំតម្កល់ទុកនៅទីនេះបងប្អូនគាត់មកនៅមុខស្ថាននេះខ្ញុំមិនមានអីឲ្យបាទកាលណាខ្ញុំត្រូវឲ្យគឺខ្ញុំទាល់តែមានរូបភាពបង្ហាញថាលោកយាយលោកតាលោកមីងនៅទីនោះគាត់អត់ពិតប្រាកដមែនប៉ុន្តែដល់ប្រិមិត្តបងប្អូនខ្លះគាត់អញ្ជើញមកដល់ទីនេះតែម្ដងខ្ញុំអត់មានទេកុំឲ្យថាហងមាសចិត្តកំណាញ់អីមកដល់ស្ថាននេះខ្ញុំមានឯណាបាទតែមានខ្ញុំឲ្យតែបើអត់ខ្ញុំមានណាពួកជំនួយទាំងអស់នេះគេឲ្យភ្លាមខ្ញុំយកទៅដល់នោះតែម្ដងបាទនឹងចង់ឲ្យជម្រាបប៉ុណ្ណឹងហើយខ្ញុំទៅដល់គោលដៅនោះតែម្ដងបាទហើយយើងក៏នឹងត្រូវពិនិត្យមើលដែលចំពោះផ្ទះរបស់លោកយាយនៅខាងកំពង់ឆ្នាំងឯនោះដែរនៅពេលដែលខ្ញុំទៅហ្នឹងគឺឲ្យធ្វើអញ្ចាំងធ្វើអីមិននឹងបានប្រមាណហើយព្រោះអ្នកដែលម្ចាស់ជំនួយគឺចង់ឃើញបាទអញ្ចឹងចាំមើលឲ្យក្រុមការងាររបស់យើងចុះទៅដល់កន្លែងយើងធ្វើផ្ទះហ្នឹងយ៉ាងម៉េចហើយបាទអរគុណទូទាំងអ្នកជនដោយសារតែពេលវេលារបស់យើងដល់ទីបញ្ចប់ទៅហើយសម្រាប់ថ្ងៃនេះខ្ញុំជាមួយសេឡាសូមជម្រាបលារួមជាមួយនឹងក្រុមការងារបាទប៉ុន្តែមុនយើងជម្រាបលាទៅក៏មិនភ្លេចដែរជាមួយនឹងដៃគូពាណិជ្ជកម្មរបស់យើងតែតែងតែគ្រប់គ្រងហងមាសកម្មវិធីហងមាសព័ត៌មានតាំងពីដើមរហូតដល់ចប់ហើយក៏អរគុណចំពោះប្រិមិត្តរបស់យើងដែលបានផ្ដល់ជំនួយមនុស្សធម៌សម្រាប់ជនក្រីក្រនៅក្នុងព្រះរាជាណាចក្រកម្ពុជាបាទហើយជំនួយរបស់អ្នកនឹងបានដល់ដៃជនរងគ្រោះអ្នកក្រីក្រយ៉ាងពិតប្រាកដបាទសម្រាប់ថ្ងៃនេះខ្ញុំជាមួយសេឡារួមជាមួយនឹងក្រុមការងារសូមជម្រាបលាជួបគ្នានៅថ្ងៃស្អែក